សួស្តីអ្នកទាំងអស់គ្នាមកត្រឡប់ជួបគ្នាជាមួយនឹងអេមីនម៉ាណានៅក្នុងរឿងភាគថ្មីរបស់យើងដែលរឿងនេះដែរក៏មានចំណងជើងថាបំបីក្តីនៅក្នុងរាជវាំងមុននឹងចូលដល់សាច់រឿងអេមីនសូមទោសអ្នកទាំងអស់គ្នាទាំងមួយបើសិនបើអេមីនហាត់ឈ្មោះតួអង្គខអ្នកទាំងអស់គ្នាជួយប្រាក់អេមីនផងព្រោះដោយសារតែឈ្មោះជាភាសាជប៉ុនវាពិបាកអានខ្លាំងណាស់នៅដើមដំបូងនៃរឿងនេះដែរនគរទាំងមូលកំពុងតែត្រូវបានបះបោរសម្រាប់មនុស្សរង្គាដោយចិត្តទឹកចំពោះមេខ្លោងវិញគាត់មានឈ្មោះថាកាកុសលដែលជាតួឯកប្ររបស់ជើងគាត់បានសម្រុកចូលដំណាក់របស់ម្ចាស់ស្ត្រីក៏បានសួរតើអ្នកណាអនុញ្ញាតឲ្យមនុស្សថោកទាបដូចជាឯងចូលក្នុងដំណាក់របស់ជើងតែលោកជង្គង់ឥឡូវនេះជើងនឹងអត់ទោសឲ្យឯងទើបប្រកាសថាចាំបើខ្ញុំបដិសេធវិញម្ចាស់ស្ត្រីក៏តបថាបើឯងបដិសេធឯងត្រូវតែស្លាប់នៅពេលដែលម្ចាស់ស្ត្រីបានបញ្ជាឲ្យសម្លាប់ទើបប្រของតបទាំងអស់បានជាអន់គ្រប់ទើបប្រវិញទើបប្របានដកដាវដល់តំណងទៅម្ចាស់ស្ត្រីហើយក៏បានសម័យគ្រប់រូបភាពក្រសារបស់គាត់ដែលបានស្លាប់តែអាកំបាំងទើបប្រក៏បានលើកដាវកាប់គាត់ហើយស្រីក៏បានកាត់មកនៅពេលដែលគាត់ឡើងសោយរាជធ្វើជាស្ដេចនៅក្នុងដំណើររឿងមួយគេបាននិយាយតគ្នាថានៅក្នុងរាជវាំងមានមហេសីមួយរូបដែលនាងត្រូវបានគេស្គាល់ថាគឺជាមហេសីបាសីពណ៌មាសនាងជាមហេសីតែម្នាក់គត់ដែលបាត់សាទមិនបម្រើព្រះអង្គពួកគេនិយាយថានាងបានធម្មពលពិសេសនាងអាចស្នើសុំអ្វីក៏បានឲ្យតែនាងចង់មិនថារូបរបស់ដែលបាត់ឬមួយក៏ដាក់បណ្ដាសាមនុស្សឲ្យស្លាប់ទេតែប្រាក៏បាននាំអ្នកម្នាក់ដែលគេមានឈ្មោះថាអេសីគាត់បាននិយាយថាគេចចាំរាមបាននិយាយតគ្នាថាគ្មាននរណាម្នាក់ហ៊ានមកដំណាក់នេះទេដោយសារតែគេលឺមកថានៅក្នុងដំណាក់មានបាសីបិសាចដែលវាគឺជាបាសីពណ៌មាសគាត់បានជឿទៅកាន់ទៅប្រុសតែត្រង់ប្រកាសអត់ថានឹងចង់សាសុំឲ្យមហាសីជួយព្រោះតែមហាសីទ្រង់មិនដូចជាមហាសីដទៃទៀតទេពេលដែលអេសីបានបើកទ្វារពន្លឺពណ៌មាសក៏បានជះចេញមកបាសីពណ៌មាសក៏បានលិតចេញមកខាងក្រៅអេសីក៏បានចាប់វាតែប្រុសក៏ថាប៉ុន្តែវាមើលទៅដូចជាសត្វមននឹងអេសីក៏បានសួរតែយើងគួរតែសម្លាប់វាអត់សម្លេងក្មេងស្រីម្នាក់ក៏បាននិយាយឲ្យចូលទៅលេងបាសីនេះផងវាគឺមានឈ្មោះថាស៊ីនឈ្មោះវាប្រុសជាងអត់មានទៅទៀតអ្នកទាំងពីរក៏បានដើរចូលទៅខាងក្នុងទៅជួបនិយាយជាមួយនឹងម្ចាស់របស់វាក្មេងស្រីនោះបាននិយាយថាការសម្លាប់សត្វដែលកម្របែបនេះវាអាចប៉ះពាល់ដល់អាយុជីវិតរបស់មនុស្សក្មេងស្រីម្នាក់នេះមានឈ្មោះថាជូសេស៊ូនាងត្រូវជាតួឯកស្រីរបស់យើងផងដែរតែប្រុសក៏បានសួរតើនាងគឺជាមហាសីនៅក្នុងដំណាក់នេះត្រូវអត់ទោះស្រីក៏បានសួរតើអ្នកចង់បានអីតែប្រុសក៏ថាក៏មានរឿងចង់ពឹងឲ្យទោះស្រីជួយគាត់បានហុចក្បួនម្ខាងឲ្យទៅកាន់តួស្រីគាត់ចង់ឲ្យតួស្រីអធិដ្ឋានឲ្យស្វែងរករបស់ដែលបាត់ខ្លះមកវិញដែលដល់អ្វីក៏បានឲ្យទៅតួស្រីសុំតួស្រីថាខ្ញុំមិនអាចទទួលសំណើដែលគ្មានសំណងបានទេទៅប្រកាសក៏សួរថាវាគឺជាសំណងអីតួស្រីក៏បានប្រាប់ចំពោះមនុស្សដែលប្រាថ្នាចង់រកទ្រព្យសម្បត្តិគឺគេនឹងត្រូវដាក់ដូរឲ្យជីវិតនរណាម្នាក់នៅក្នុងគ្រួសារទើបប្រកាសថាចាំបើសិនជាគាត់ស្នើសុំឲ្យជួយរកម្ចាស់កវលវិញទោះតែថាចឹងខ្ញុំនឹងបដិសេធរឿងស្វែងរកមនុស្សវាគឺជារឿងដែលងាយស្រួលឬក៏លោកគ្មានសមត្ថភាពទេក្នុងករណីស្នើសុំអ្វីក៏ដោយវាមិនមានផលល្អទេទោះប្រថាក៏បានលើពីចាំរាមបាននិយាយថានាងគឺជាថ្មព្រះបិសាចតែនាងគឺជាមនុស្សឬក៏មិនមែនតែនាងឈ្មោះអីទោះស្រីក៏បានប្រាប់ឈ្មោះរបស់ខ្ញុំគឺជាសេតស៊ូទើបប្រក៏បានចាប់ដៃទោះស្រីហើយក៏បានសរសេរថាឈ្មោះនឹងគឺល្អដៃអារបស់នាងក៏សាប់តែចោលបង្ហាញនៅស្នាមនៅលើដៃរបស់នាងក៏បានខឹងខ្ញុំសូមបដិសេធចំពោះសំណើរបស់អ្នកហើយនាងក៏បានទាញកាន់នៅលើក្បាលផ្លុំវាឲ្យត្រង់នៅបំរើត្រឡប់ទៅខាងក្រៅសំណាក់វិញនាងក៏បានបោះកវលឲ្យគាត់វិញហើយប្រាប់ថាបំភ្លេចវាចោលទៅត្រឡប់មកដល់សំណាក់វិញអេសៃក៏បានសួរតើវាមានពិធីផ្សេងក្រៅពីឲ្យមហាសីជួយទេមែនអត់ទើបប្រកាសថាប្រហែលជាគាត់បានធ្វើឲ្យនាងខឹងហើយនៅថ្ងៃបន្ទាប់នៅក្នុងដំណើររបស់ទោស័យគាត់នាំឲ្យលោតចុះលោតឡើងព្រោះតែទូប្រនឹងអេសីបានមកដល់ទោស័យក៏បាននិយាយថានេះមិនស្ដាប់អ្វីដែលខ្ញុំនិយាយកាលពីម្សិលមិញទេត្រូវអត់ខ្ញុំមិនទទួលសំណើរបស់លោកទេទូប្រគាត់ថាគាត់មកជាមួយអំណោយមួយទោស័យក៏ថាខ្ញុំមិនត្រូវការមេប្រាក់ឬមកក៏គ្រឿងអលង្ការអ្វីទាំងអស់លោកត្រឡប់ទៅវិញចុះហើយយកវាទៅជាមួយនឹងលោកផងអេសីក៏បានការរបស់ម្យ៉ាងដែលចូលមកទោស័យក៏មានអារម្មណ៍ថាវាគឺមានក្លិនឈ្ងុយវាជានំប៉ាវដែលទោស័យចូលចិត្តជាងគេទូប្រគាត់ថាគាត់ទៅតែកំងទិញគេធ្វើថ្មីទេគាត់លឺមកថាទោស័យចូលចិត្តញ៉ាំពេលដែលតួស្រីកំពុងតែអង្គុយញ៉ាំនំប៉ាវទើបប្រកបានដកកវលដដែលបង្ហាញតួស្រីនិយាយមករកឃើញមាននៅក្នុងដំណាក់ខាងក្នុងតែនាងដឹងអត់ថាជាអ្នកណាជាម្ចាស់របស់វាតួស្រីក៏បានប្រាប់ខ្ញុំមិនដឹងទៅទើបប្រកក៏និយាយទៀតខ្ញុំគិតថានាងគឺជាមហាសីបាក់សីមាសនាងអាចដឹងគ្រប់យ៉ាងដែលនាងចង់ដឹងតួស្រីក៏បានស្រីឲ្យកុំលងងពីអីខ្ញុំមិនមែនជាព្រះទេខ្ញុំមានរឿងអីតែខ្វល់ពីនាងនោះទើបប្រកក៏បានប្រាប់ថាគាត់ដឹងហើយតួស្រីថាបើដឹងហើយត្រឡប់ទៅវិញទៅទើបប្រថាគាត់ធ្លាប់បានឃើញវិញ្ញាណតែម្ដងគាត់ប៉ុន្តែមិនច្បាស់ទេនាងគឺជាមនុស្សស្រីដែលស្លៀកពាក់រ៉ូបពណ៌ក្រហមនាងពាក់កវលតែម្ខាងប៉ុណ្ណោះខ្ញុំបានសួរនាងថានាងជាណាប៉ុន្តែនាងមិនបានឆ្លើយមកទេទោះស្អីក៏សួរតែវាជារឿងប៉ាត់របស់ត្រង់មែនអត់ទើបប្រកាសថាតែអាចប្រាប់គាត់បានអត់ថាម្ចាស់កវលគឺជាអ្នកណាឲ្យប៉ាត់ប្រកាសខ្ញុំពេញចិត្តនឹងមើលឃើញវិញ្ញាណនាងបានញ៉ាំនំប៉ាវដែលខ្ញុំបានចំណាយលុយទិញហើយតែវាអាចថ្លៃបានឬក៏អត់ទោះស្អីក៏ថាត្រង់អាក្រក់ជាងអ្វីដែលខ្ញុំគិតទៅទៀតទើបប្រកាសក៏បានសរសើរថាទោះស្អីគឺគួរស្រឡាញ់ជាងអ្វីដែលគាត់គិតបានជាគេសរសើរថាគួរឲ្យស្រឡាញ់ទៅហើយជួយតែក៏វាមិនខាតអីដែរទោះស្រីក៏បានដបការពីលើក្បាលហើយផ្លុំវាជាមួយនឹងកវលដែលទូប្រាប់បានឲ្យវាបានលេចចេញនៅខ្មោចស្រីមួយដែលមានស្លៀកពាក់ពណ៌ក្រហមនិងកវលម្ខាងដោយតែទូប្រាប់បាននិយាយនាងត្រូវបានគេចងកក់ដែលកណាត់អញ្ចឹងហើយបានជានាង
ងមិនអាចនិយាយបានទស្សនៈក៏បានបញ្ជូននាងឲ្យត្រឡប់ទៅវិញទស្សនៈក៏បានប្រាប់អត្តសញ្ញាណរបស់នាងគឺនៅលើដៃរបស់នាងហើយទើបប្រក៏បាននិយាយថាវាគឺជាសញ្ញាសម្គាល់របស់មហាសេនារាជពងអង្គមុនប្រហែលជានាងជាមហាសេនារបស់បេតាខ្ញុំឬមកក៏ជាទេវតារបស់ខ្ញុំក៏អាចថាបានទស្សនៈក៏ថាតើនាងត្រូវបានគេសម្លាប់ឬមកក៏សម្លាប់ខ្លួនឯងទើបប្រក៏បានសួរទៀតតើនាងអាចសង្គ្រោះវិញ្ញាណរបស់នាងបានដែរអត់ទស្សនៈក៏ថាហេតុអីបានជាលោកខ្វល់ខ្វាយនឹងវិញ្ញាណរបស់ស្រីនោះម្ល៉េះទើបប្រក៏សួរថាចុះនាងមិនអាណិតគេខ្លះទេអីស្រីរៀនក៏បានកាន់នៅពេលដែលទូស្រីបានផ្លាស់ប្ដូរសម្លៀកបំពាក់ជាអ្នកបម្រើគឺមានន័យថាទូស្រីបានយល់ព្រមជួយទៅប្រោះហើយពេលដែលទូស្រីបានចេញមកដល់ក្រៅទូស្រីក៏បានឃើញមនុស្សស្រីពីរនាក់កំពុងតែប្រកែកគ្នាស្ត្រីខាងស្ដាំដៃមានឈ្មោះថាសូយោគ្មានស្រីនៅឆ្វេងដៃនេះមានឈ្មោះថាជីវជីវសូយោបានទាមទារឲ្យជីវដេកឲ្យនាងបើមិនចឹងទេនាងនឹងមានបញ្ហាទូស្រីក៏បានចូលមកនិយាយសូយោក៏បានសួរតើនាងជាអ្នកណាទូស្រីក៏ថានាងមិនឃើញទេអីខ្ញុំគ្រាន់តែជាអ្នកបម្រើស្រីធម្មតាប៉ុណ្ណោះនាងខាងនេះបាននិយាយបដិសេធមិនធ្វើហើយតែនាងមិនអាចដោះស្រាយវាដោយខ្លួនឯងទេអីសូយោក៏បានចាក់ចែងព្រមធ្វើវាដោយខ្លួនឯងជីវក៏បានអរគុណទៅកាន់ទូស្រីក៏សួរតើនាងមកពីវាំងដើម្បីទៅចង់ឲ្យឯងជួយត្រូវអត់ជីវថាមិនមែនទេនាងមកដោយសារតែនាងបានសន្ទនាជាមួយនឹងមន្ត្រីម្នាក់វាគឺជារឿងសម្ងាត់គម្រាប់នរណាអសោះជីវក៏បានសួរតើទូស្រីជាអ្នកបម្រើក្នុងវាំងមួយណាហើយមិនជានាងមិនដែលឃើញទូស្រីក៏បានប្រាប់ខ្ញុំនៅវាំងមហាសីបាក់សីពណ៌មាសជីវក៏ថានាងបានលឺនៅក្នុងវាំងនោះគឺមិនដែលមានអ្នកបម្រើទេទូស្រីក៏បានប្រាប់ថាវាមានតើជីវក៏សួរតែមហាសីនៅក្នុងវាំងនោះមានរូបរាងយ៉ាងម៉េចដែរតែនាងមានអាយុដល់100ឆ្នាំអត់ទូស្រីក៏បានប្រាប់ថាគាត់ទៅតែ16ឆ្នាំទេជីវក៏ថាហេតុអីបានជាក្មេងម្ល៉េះរឿងមួយទៀតតែគាត់អត់ដែលនាងអាចប្រើវេទមន្តបានជីវបានជីកកាយសួររឿងជាច្រើនដែលធ្វើឲ្យទូស្រីមកងាប់បានជីវថាប្រហែលជារឿងនេះទូស្រីមិនអាចនិយាយបានទេគាត់យល់ហើយអ្នកទាំងពីរក៏បានងក់ក្បាលដាក់គ្នាទៅវិញទៅមកដូចជាដើមអញ្ចឹងពួកគេបានណែនាំឈ្មោះគ្នាទៅវិញទៅមកជីវក៏បានលាប្រធានាងដល់ពេលដែលធ្វើការហើយទូស្រីក៏ចង់ជួយជីវថានាងបានលើរឿងមកចាស់ស្ត្រីបច្ចុប្បន្នត្រូវបានគេឃុំទុកនៅក្នុងវាំងតាមពាក្យចចាមអារាមអានីថាមកចាស់ស្ត្រីបានសម្លាប់ម្ដាយរបស់ព្រះអង្គមិនត្រឹមតែប៉ុណ្ណោះទេនាងថែមទាំងបានទម្លាក់ព្រះអង្គមិនឲ្យធ្វើជារាជស្នងតំណែងទៀតនាងថែមទាំងបានចាក់សោត្រង់អស់រយៈពេលជាយូរប៉ុន្តែតែមិនបះបង់ទេទ្រង់បានប្រមូលអំណាចរបស់ទ្រង់ដើម្បីប្តូរនាងវិញពួកគេនិយាយថាម្ដាយរបស់ព្រះអង្គមានរូបសម្រស់ស្រស់ស្អាតអញ្ចឹងហើយបានជាព្រះអង្គគួរឲ្យស្រឡាញ់ដូចជាទ្រង់អញ្ចឹងទូស្រីក៏សួរតើក្រៅពីមេដារបស់ព្រះអង្គតើមាននរណាដែលស្លាប់ដោយការចងកអត់ជីវក៏ថាមានម្នាក់ទូស្រីក៏បានប្រាប់ឲ្យឈប់សិនថាពិតជាមានមនុស្សដែលបានចងកសម្រាប់ខ្លួនមែនទេអ៊ំស្រីម្នាក់ក៏បានប្រាប់ថានាងមានឈ្មោះថាអូជូនាងជាស្រីស្នំដែលមានឋានៈទាបជាងគេនាងរស់នៅជាមួយនឹងស្រីស្នំទី3តែនាងនៅក្មេងហើយស្អាតនាងថែមជាកូនរបស់អ្នកធំទៀតគេបាននិយាយថានាងឆ្លងនឹងកអត់កតូមថ្ងៃមួយមហាសេនាបានស្លាប់ដោយសារតែពលថ្នាំពុលនៅក្នុងទឹកស៊ុបពេលនោះនាងកំពុងតែមានផ្ទៃពោះទៀតនាងយាមបានរកឃើញថ្នាំពុលនៅក្នុងបន្ទប់របស់ហានអូជូនៅក្នុងយប់នោះហានអូជូនាងបានចងកសម្រាប់ខ្លួនឯងទូស្រីក៏បានសួរតើនាងមានពាក្យកង្វល់ឬក៏អត់អ៊ំស្រីក៏ថាក៏មិនដឹងដូចគ្នាដែរទូស្រីក៏សួរចុះការស្លាប់របស់អ្នកផ្សេងទៀតអ៊ំស្រីថាវាដូចតែគ្នាសម្បីតែការស្លាប់របស់មេដារបស់ព្រះអង្គអ្នកបម្រើរបស់នាងត្រូវបានគេចាត់ថាជាឃាតករនាងត្រូវបានគេប្រហារជីវិតទូស្រីក៏ថាការស្លាប់របស់មនុស្សម្នាក់ៗនៅក្នុងវាំងគ្មានអ្វីក្រៅពីការកំសាន្តរបស់ពួកគេទេដល់ពេលដែលត្រឡប់មកវិញទីក៏បានសួរតើទូស្រីកំពុងតែគិតអីទូស្រីថាខ្ញុំកំពុងគិតពីវិញ្ញាណខ្មោចមួយដែលខ្ញុំបានឃើញជីថាតែទូស្រីធ្លាប់ឃើញមានអត់ស្រាប់តែវាគួរឲ្យខ្លាចណាស់ទូស្រីក៏បានតបព្រលឹងខ្មោចមិនគួរឲ្យខ្លាចទេប៉ុន្តែពួកគេគឺជាព្រលឹងដែលគួរអាណិតជីថាលើទូស្រីនិយាយបែបនេះនាងនឹកឃើញរឿងមួយដែលគេនិយាយតៗនេះថាជីតារបស់ស្រីអមុនគាត់តែងតែដុតទៀនក្នុងបន្ទប់របស់គាត់មិនឲ្យរលត់ទេដោយសារតែព្រលឹងខ្មោចតែលើកឡើងនៅចំពោះមុខគាត់នៅពេលយប់វាជាវិញ្ញាណគ្រួសាររាជវង្សអង្គមុនជីតារបស់ស្រីអង្គមុនបានសម្លាប់មនុស្សរង្គាមិនលើកលែងសម្បីតែក្មេងនិងមនុស្សចាស់លើថាព្រលឹងខ្មោចរបស់មនុស្សសក់ពណ៌សបានលើកម្លាយគាត់រហូតដល់គាត់ស្លាប់ខ្ញុំគិតថាវាគឺជាបាបកម្មរបស់គាត់ដែលគាត់បានសាងឡើងនៅពេលដែលអ្នកអំពីចង់ត្រឡប់ទៅដំណាក់រៀងខ្លួនវិញជីក៏បានឲ្យនំពីទៅទូស្រីនាងអរគុណដែលទូស្រីបានជួយនាងមកដល់ដំណាក់វិញទូស្រីបានញ៉ាំវាតែម្នាក់ឯងយ៉ាងកំសត់អ្វីដែលគួរកត់សម្គាល់ទីនោះគឺជើងសាររបស់ទូស្រីវាបានលេចឡើងនៅពណ៌សកាន់មកខាងទៅប្រុសវិញទៅប្រុសក៏បានសួរទៅកាន់អេសៃតែរឿងក្នុងដំណាក់យ៉ាងម៉េចហើយអេសៃក៏បាននិយាយថាវាមិនទាន់មានចំណុចណាដែលគួរឲ្យសង្ស័យទេប្រាក់ដែលរកឃើញក៏មិនត្រូវនៅកំណត់ត្រាដែរការតាមដានពួកគេអនុមឹកនៅការលាក់ប្រាក់របស់ស្ដេចអង្គមុនគាត់បាននិយាយបន្តទៀតថាអ្នកដែលចង់ទម្លាក់ព្រះអង្គមិនមែនជាស្ដេចអង្គមុនទេប៉ុន្តែគឺជាម្ចាស់ស្ត្រីដែលបានបញ្ចុះបញ្ចូលឲ្យទ្រង់ទម្លាក់ទើបរកក៏បានសួរតែឯងចង់និយាយពីអីឯសៃបានដុតជង្គង់ចុះហើយបានជាទ្រង់មកព្រមកាត់ក្បាលម្ចាស់ស្ត្រីដើម្បីសងសុខឲ្យមេដារបស់ទ្រង់ទៅតាមពិតទៅនៅពេលដែលទូប្រោបបានលើកដាវកាលពីដើមរឿងគាត់មិនបានសម្លាប់ម្ចាស់ស្ត្រីទេទៅប្រថាគាត់ត្រូវការផ្តាមត្រឹមត្រូវដើម្បីឲ្យប្រកាសថាម្ចាស់ស្ត្រីបានសម្លាប់បិតារបស់គាត់នឹងមិនដើរតាមគន្លងរបស់ម្ចាស់ស្ត្រីទេដែលសម្លាប់មនុស្សទេផ្ដាស់ស្រីរឿងក៏បានលេងបកក្រោយនៅពេលដែលទូប្រុសនៅទល់បិតារបស់គាត់ក៏នៅមានជីវិតម្ចាស់ស្ត្រីនឹងស្នាមឯទៀតបានបង្ខំឲ្យបិតារបស់ទូប្រុសរួមដើម្បីជួយគាត់បដិសេធក៏ដោយចោះទូប្រុសក៏បានឃើញបិតារបស់គាត់រំដែរសម្បីតែបម្រើក៏បានធ្វើបាបនាង
មេដារបស់ទូប្រគាត់ក៏បានឃើញកូនប្រុសកំពុងតែមើលតែគាត់ក៏មិនអាចចាប់អារម្មណ៍បានទេនៅពេលដែលត្រឡប់មកដល់បន្ទប់វិញទូប្រក៏បានសៃសួរហេតុអីបានជាធ្វើឲ្យពួកមនុស្សទាំងអស់នោះសើចចំអកមេដារបស់គាត់បានបណ្ដេញគាត់ចេញក៏មកលេងមេដាទៀតអីនៅក្នុងដំណាក់មានរឿងជាច្រើនដែលឯងត្រូវធ្វើទូប្រក៏បានសំទោសថាគាត់នឹងមិនមកម្ដងទៀតទេនៅពេលដែលគាត់ចាក់ចេញមិនយូរប៉ុន្មានមេដារបស់គាត់ក៏ត្រូវបានគេដាក់ថាបំពល់ឲ្យស្លាប់គេបានរកឃើញតាមពលនៅក្នុងបន្ទប់របស់អ្នកបម្រើស្រីលោកតាម្នាក់ក៏បានដើរមកប្រាប់មេដារបស់ឯងមិនដែលហ៊ានបង្ករឿងជាមួយនរណាម្នាក់ទេព្រោះខ្លាចតែឯងនឹងមានគ្រោះថ្នាក់ក្តីស្នេហ៍របស់ម្ចាស់ស្ត្រីគេបានមកដល់ទីនេះដែរនាងបានញញឹមចុចមាត់ដាក់ទូប្រក៏ថាគាត់នឹងចាប់កំហុសម្ចាស់ស្ត្រីម្ដងមួយហើយដាក់ទោសនាងតាមច្បាប់មិនឲ្យនាងគេចផុតទេខ្ញុំនឹងមិនអត់ទោសចំពោះមនុស្សដែលបានសម្លាប់បិតារបស់ខ្ញុំឡើយនៅពេលយប់ទូស្រីក៏បានចាកចេញពីរាជវាំងដើម្បីមកងូតទឹកនៅខាងក្រៅនៅពេលដែលទូស្រីទម្លាក់សោចូលក្នុងទឹកដើម្បីលាងសម្អាតសោរបស់នាងក៏បានប្រែទៅជាសវិញសម្លេងមនុស្សម្នាក់បានចាំដំជើក៏បានបន្លឺឡើងទូស្រីក៏បានកលេចឃើញវាគឺជាទូប្រហើយនឹងអេសៃសាច់រឿងពេលទី1ក៏ត្រូវបានកាត់ចប់ទៅត្រឹមនេះអ្នកទាំងអស់គ្នាហើយសាច់រឿងគេឡើងគួរឲ្យខ្លាចប៉ុន្តែអត់មានសម្រាប់ទៅដូចជាអានមេសូតអញ្ចឹងជួបគ្នាម្ដងទៀតនៅវីដេអូក្រោយណាពេលជាទីស្រឡាញ់បាយបាយ